ហុងស៊ុយផ្ទះមិនល្អដែលយើងរស់នៅទៅវាមិនផ្ដល់សេចក្តីសុខសេចក្តីចម្រើនឲ្យយើងមានសម្ពាធផ្លូវចិត្តមិនតិចតិចុំបាទតើផ្ទះបែបហ្នឹងវាមានសន្តានទ្រង់ទ្រាយមានលក្ខណៈនឹងការរៀបចំនឹងយ៉ាងម៉េចទី1ផ្ទះដែលខ្វះពន្លឺផ្ទះដែលជញ្ជាំងជាប់គ្នាវាអត់មានបង្អួចមកពីសងខាងដល់អញ្ចឹងវាខ្វះពន្លឺសង្ឃឹមតែនៅលើអំពូលភ្លើងតែមួយយ៉ាងដល់អញ្ចឹងហើយវាអត់មានតុល្យភាពយិននឹងយ៉ាងទី2ផ្ទះដែលខ្វះខ្យល់បានឲ្យដល់ដង្ហើមបាទផ្ទះដែលអត់មានខ្យល់ចូលគ្រប់គ្រាន់ណាបាទផ្ទះបែបនេះបាទវាអត់មានវាអត់មានធម៌ពលគ្រប់គ្រាន់និងឧបត្ថម្ភគ្រប់គ្រងផ្លូវចិត្តម្ល៉េះហើយធ្វើឲ្យសម្ពាធកើតឡើងនៅក្នុងផ្លូវចិត្តរបស់អ្នករស់នៅទី3មិនយើងនិយាយពីខ្យល់ចូលបាទឥឡូវយើងនិយាយពីខ្យល់ចេញម្ដងបាទផ្ទះវាអត់មានផ្លូវខ្យល់ចេញណាបាទដូចជាផ្ទះដែលមានជញ្ជាំងក្រោយជាប់គ្នាអីចឹងបានអត់មានទ្វារក្រោយផ្ទះអត់មានទ្វារក្រោយហ្នឹងវាអត់មានកន្លែងខ្យល់សំណល់ចាក់ចេញប្រៀបដូចជាមនុស្សយើងដែលអត់មានគូតចឹងអត់មានគូតអត់មានអីចឹងយើងមិនទូបងតូចធំទៅតាមណាទី4គេហៅផ្ទះរញ៉េរញ៉ៃបាទរបៀបគេហៅផ្ទះវិបត្តិអ្នកមានអីវ៉ាន់វាច្រើនពេកចឹងទៅវាមិនដឹងយកទៅទុកឯណាមកឲ្យទុកទៅនេះមកកញ្ចប់ទៅនេះមកកពោតចឹងបាទទៅនេះទៅកោមកពនូកនឹងរញ៉េរញ៉ៃបែបនេះបាទវាផ្ដល់ឱកាសឲ្យបាទបាក់តេរីហើយនឹងប៉ារ៉ាស៊ីតកើតឡើងមួយទៀតផ្លូវដើរបាទផ្លូវដើរចូលផ្ទះមកពីទ្វារមកយើងចូលបាទចូលផ្លូវចូលផ្ទះហ្នឹងបាទផ្លូវចូលផ្ទះហ្នឹងវាចង្អៀតពេកជួនកាលផ្លូវហ្នឹងវាតូចពេកវាចង្អៀតជាងកាលផ្លូវហ្នឹងវាធំល្អហើយត្រូវខ្នាតហើយប៉ុន្តែយើងដាក់របស់រញ៉ៃតាមហ្នឹងធ្វើឲ្យគេហៅផ្លូវធម្មពលផ្លូវឈីបាទវារត់មិនបានល្អម្ល៉េះហើយវាខ្វះធម្មពលវាអត់មានអីអប់រំបន្ទុំជោគជតារាសីរបស់យើងឲ្យឡើងខ្ពស់ទី5បាទផ្ទះដែលមានទ្វារវាបើកមកដើរមកគឺបុកជាងតែម្ដងមានន័យថាផ្ទះចូលមកវាអត់មានអីបាំងរារាំងអញ្ចឹងហើយបានជាទម្លាប់បាទខ្មែរក្តីចិនក្តីបាទចូលមកគេដាក់ជំនាងផ្ទះឬក៏គេហៅថាទីជូអៀអញ្ចឹងទេគេដាក់តុមួយនៅកន្លែងហ្នឹងដាក់តុដាក់អីមួយដើម្បីបាំងកុំឲ្យដើរមកបាទវាឃើញអញ្ចឹងវាបុកអញ្ចឹងណាទី6បាទពិដានណាបាទពិដានខាងលើអញ្ចឹងវាទាបពេកបាទຂະຫນាតពិដានជាអន្តរជាតិបាទកាលណាយើងធ្វើទាបជាង2ម៉ែត្រ8តឹកចាត់ថាទាបហើយធ្វើឲ្យសម្ពាធនៃហុងស៊ុយសម្ពាធនៃធម្មពលសម្ពាធនៃឈីវាអត់គ្រប់គ្រាន់បាទវាមានសភាពតានតឹងទី7បាទច្រកដើរច្រកផ្លូវដើរចូលពីមុខទៅក្រោយបាទវាត្រង់ភ្លឹងណាវាត្រង់វាវែងបាទមើលពីទ្វារមុខដល់ឃើញចាំងក្រោយមើលពីទ្វារមុខដល់ឃើញទ្វារក្រោយបែបនេះក៏មិនល្អសម្រាប់ក្បួនហុងស៊ុយក្នុងការរស់នៅទី8បន្ទប់គេងហៅបន្ទប់គេងដែលអត់មានសុវត្ថិភាពក្នុងផ្លូវហុងស៊ុយបាទហ្នឹងក៏មិនល្អដែរបាទបន្ទប់គេងលោកគ្រូបាននិយាយច្រើនហើយនឹងនិយាយបន្តទៅទៀតថាទី9ក៏មិនល្អដែរគេហៅផ្ទះដែលមានរាងរៅមិនសមាមាត្របាទផ្ទះដែលមានរាងរៅមិនសមាមាត្រហ្នឹងមិនគេហៅជ្រុងនៃផ្ទះវាអត់មានមុំកែងបាទអត់មានមុំកែងជ្រុងបាទវាទៅជាស្រួចទៅជាពកទៅជាលយអីចឹងទៅណាហើយផ្ទះហ្នឹងវាអត់មានរាង4ជ្រុងវាទៅជា5ជ្រុង6ជ្រុងអីចឹងទៅបាទទី10មុខផ្ទះរងសម្ពាធអ្មេចទៅមុខផ្ទះរងសម្ពាធបាទលោកគ្រូបាននិយាយហើយពីរឿងមុខផ្ទះនឹងយ៉ាងម៉េចគឺមុខផ្ទះដែលហៅមានលក្ខណៈសាឈីឬក៏មុខផ្ទះដែលមានលក្ខណៈបុកទ្រូងឬក៏មុខផ្ទះមានលក្ខណៈពិឃាតជាដើម